នេះគឺជាសកម្មភាពដែលយើងធ្វើដំណើរពីភ្នំពេញទៅសមុទ្រនៅខាងកោះកុងនៅស្រុកបទុមសាគរភូមិចម្លងគោយើងស្ថិតនៅក្នុងឃុំថ្មសថ្ងៃនេះយើងទៅលេងឆ្នេរនៅខាងភូមិចម្លងគោនេះគឺទិដ្ឋភាពផ្លូវចូលទៅរៀងពិបាកតិចមានតែមួយឡានទេហើយអត់ទាន់ស្អាតស្រួលបួលទេប៉ុន្តែបើម៉ូតូជិះទៅបានឃើញម៉ូតូគេជិះបើសិនជាផ្លូវនេះបើសិនជាអ្នកជិះម៉ូតូគេហៅម៉ូតូធំម៉ូតូត្រៃផ្សងប្រេងអីផ្លូវនោះជិះសប្បាយអូយមានក្លុកមានស្អីបត់បែនច្រើនឡានរៀងពិបាកបន្តិចទៅឆ្នេរហ្នឹងស្អាតអត់សូវមានមនុស្សស្គាល់ទេអត់មានសូវម្នាក់ទៅលេងទេខ្ញុំសង្កេតឃើញភាគច្រើនមានតែអ្នកភូមិនេះទៅទៀតទៅជុំវិញសងខាងហ្នឹងសិតតែព្រៃផ្លូវហ្នឹងមកប្រឡោះឡានអញ្ចឹងទៅហ្នឹងហើយតែទៅដល់ខាងមុខហ្នឹងមានឆ្នេរមួយហ្នឹងស្អាតណាឆ្នេរនៅខាងចម្លងគោហ្នឹងក្នុងមានតែមួយទេដែលស្អាតជាងគេហ្នឹងយើងទៅដែលយើងឆ្ងាយដែរចេញពីខាងទីប្រជុំជនមកប្រហែលជា 4-5 គីឡូដែរមកដល់យើងមកដល់ហើយកាត់ខ្លីៗផ្លូវជិះដូចយើងយូរដែរយើងជិះពីថ្មសមកប្រហែលជាខ្ទង់20 នាទីដែរ20-30 នាទីដែរហ្នឹងព្រោះផ្លូវពិបាកបើជិះម៉ូតូលឿនទេប្រហែលជា10 នាទីអីដល់ឥឡូវយើងមកដល់ទិដ្ឋភាពជុំវិញស្អាតណាទឹកអត់ល្អទេទឹកឡើងថ្លាក្បោះហ្មងមកដល់មកយើងមានផែនេះផែសម្រាប់គេដាក់អីវ៉ាន់គេដាក់គេសម្រាប់ឡើងទូកគេដាក់គ្រឿងសមុទ្រគ្រឿងអីហ្នឹងហើយគេទៅនេសាទក្តាមមានត្រីមានអីប៉ុន្តែយើងមកថ្មនេះអត់ទាន់ដល់ម៉ោងគេយកមកទេដល់ម៉ោង 3-4 អីដល់ទៅដល់ព្រឹកម៉ោង 11-12 ថ្ងៃនេះទៅដល់អត់មានអីហូបហ្នឹងហើយអ្នកខាងកញ្ចុះហ្នឹងគាត់ថាអត់មានម្ហូបអត់មានអីទេបងអើយថ្ងៃនេះអត់បានលក់ហើយដើមដូងឡើងកពស់ណាណីចង់រកទិញដូងហូបក៏អត់មានដូងអត់ទាន់បានបេះដូចថាយើងមកអត់មានបានប្រាប់ទេយើងមកផ្សងប្រេងហ្នឹងហើយឆ្នេរគេស្អាតមកទិដ្ឋភាពជុំវិញខាងថ្មសឃើញទឹកសមុទ្រឡើងខៀវល្ងឹតហ្មងស្អាតគួរយើងមើលទៅយើងគួរចង់ចុះហែលលេងហ្មងហើយទឹកហ្នឹងរាក់ទេអត់ជ្រៅទេមានអ្នកលេង 4-5 នាក់ដែរនៅកន្លែងនេះវាមានអារម្មណ៍ថាវាស្ងាត់ល្អហើយបរិយាកាសល្អខ្យល់អាកាសអីបរិសុទ្ធវាអត់ញ៉ៃញ៉ៃសម្រាប់អ្នកដែលចង់ដើរលេងអីដែលស្ងាត់អត់ញ៉ៃញ៉ៃអត់អ៊ូអអីមកកន្លែងនេះត្រូវតែខ្ញុំរីកមិនឲ្យជិះម៉ូតូថាមានម៉ូតូបានសុបាយហ្នឹងហើយកន្លែងនេះតំណងបោះតង់អីយប់ឡើងជុំគ្នាអីស្អាតមែនតើមកឆ្នេរវាមិនអាចទៅប្រៀបនៅខាងកោះរ៉ុងឬមួយកោះរ៉ុងសឡុំអីទេដោយសារកោះរ៉ុងសឡុំយើងត្រូវចំណាយពេលជិះហើយប៉ាល់ជិះឧបអីទៅដល់ទៀតហើយនៅនេះវាស្អាតមួយយ៉ាងស្ងប់ស្ងាត់បែបមិនសូវមានអ្នកដឹងណាហើយនៅកន្លែងនោះមានកោះទូចមួយកន្លែងហ្នឹងគេអាចជិះទូកទៅបានជិះទូកទៅអស់ 10000 អញ្ចឹងណាគេស្ទូចត្រីនៅកន្លែងហ្នឹងក៏ខ្ញុំសួរអ្នកនៅហ្នឹងគាត់ថាអាចសម្រាកនៅលើហ្នឹងបានយប់បោះតង់បោះអីជ
ជួបជុំគ្នាសម្រាប់នៅលើនឹងបានហើយទូកហ្នឹងគេជូនទៅយើងហ្នឹងមួយទូកមួយជើងហ្នឹងគឺ10000នេះផែនេះគេត្រូវឡើងទូកក្តាមទូកថៃអីហ្នឹងចូលមកហ្នឹងហ្នឹងហើយ